ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមអញ្ជើញបងប្អូនទាំងអស់គ្នាមកកាន់ Channel Mali 100 Nai មានរឿងប្រឡោមលោកស្នេហាមួយមានចំណងជើងថាកំណើតស្នេហ៍មិនអាចបំបែកបានកាត់តរូបភាពដោយ Admin Mali និងអានដោយ Admin Mali នៅជាយភូមិខាងលិចក្រុងភ្នំពេញមាននារីម្នាក់ឈ្មោះពៅលីណាអាយុ19ឆ្នាំដែលរស់នៅជាមួយម្ដាយតែម្នាក់ប៉ុណ្ណោះបន្ទាប់ពីប៉ាបានស្លាប់កាលពីនាងមានអាយុត្រឹមតែ10ឆ្នាំប៉ុណ្ណោះពៅលីណាមានរូបសម្រស់សាមញ្ញតែសែនស្រស់ស្អាតក្នុងភ្នែកអ្នកដែលបានឃើញនាងជួយម្ដាយលក់ផ្លែឈើនៅផ្សារជារៀងរាល់ថ្ងៃមួយនៅពេលល្ងាចខណៈពៅលីដាកំពុងជួយម្ដាយលក់ផ្លែឈើគាត់បានជួបនឹងរ៉ូនីបុរសវ័យ22ឆ្នាំជាកូនប្រុសអ្នកដែលមានប្រជាប្រិយភាពនៅទីក្រុងរ៉ូនីបានទៅភូមិនេះជាមួយមិត្តភ័ក្តិដើម្បីសិក្សាពីគម្រោងទេសចរណ៍ថ្មីទស្សនៈដំបូងរបស់រ៉ូនីចំពោះពៅលីណាគឺស្មោះត្រង់ពិភាក្សាគ្នាលេងបន្តិចចេញជាការចាប់ចិត្តជាដំបូងពៅលីណានិងរ៉ូនីបានជួបគ្នារៀងរាល់សប្តាហ៍ពួកគេធ្វើដំណើរចេញទៅលេងវាលស្រែលេងទឹកស្ដាប់តន្ត្រីប្រពៃណីនិងសរសេរពាក្យស្នេហ៍ឲ្យគ្នាបើទោះបីជាពៅលីណាមិនដែលជឿថាក្មេងស្រីក្រីក្រដូចនាងអាចទទួលបានស្នេហាពីបុរសឋានៈខ្ពស់បានក្តីប៉ុន្តែនាងចូលចិត្តជួបរ៉ូនីរៀងរាល់ថ្ងៃណាស់ការស្រឡាញ់គ្នាពិតប្រាកដហើយគ្មានការបោកប្រាស់ពេលរ៉ូនីពិភាក្សាជាមួយនឹងម្ដាយរបស់គាត់អំពីពៅលីណាអ្នកម៉ែរ៉ូនីមានទស្សនៈដ៏តឹងរ៉ឹងគាត់និយាយថាកូនជាកូនប្រុសមានសក្តានុពលតើហេតុអីបានត្រូវទៅរៀបការជាមួយក្មេងស្រីក្រីក្រម្នាក់ដែលមិនសូវបានសិក្សា ម្ដាយរ៉ូនីបានធ្វើឲ្យកូនប្រុសបែកចេញពីពៅលីណាគាត់ផ្ញើរ៉ូនីទៅបរទេសសិក្សាហើយកាត់ខ្សែទំនាក់ទំនងទាំងអស់ពៅលីណាសោកស្ដាយយ៉ាងខ្លាំងនាងចាំសាររបស់រ៉ូនីប៉ុន្តែគ្មានតបអ្វីមកសោះបេះដូងរបស់នាងបែកខ្ទេចខ្ទីប៉ុន្តែមិនធ្លាក់ក្នុងការស្រឡាញ់នោះឡើយបន្ទាប់ពី4ឆ្នាំនៅពេលពៅលីណាជាកូនស្រីគំរូនិងបានបើកហាងផ្លែឈើតូចដ៏ជោគជ័យរ៉ូនីបានត្រឡប់មកវិញក្នុងស្ថានភាពជាបុរសពេញវ័យដែលបានរៀនសូត្រល្អនិងសម្រេចជោគជ័យខាងជំនាញអភិវឌ្ឍជនបទរ៉ូនីបានសុំជួបពៅលីណាគាត់ចង់សុំទោសនិងបញ្ជាក់ថានាងគឺស្នេហាដំបូងនិងស្នេហាដែលមិនធ្លាប់បាត់បង់ពៅលីណាបានស្ងាត់ស្ងៀមមុននឹងនិយាយថាខ្ញុំមិនធ្លាប់ឈប់ស្រឡាញ់អ្នកតែអ្នកចោលខ្ញុំដូចអ្វីគ្មានតម្លៃសោះរ៉ូនីបង្ហាញអំពីការបដិញ្ញាចិត្តថ្មីនិងបានឲ្យម្ដាយរបស់គាត់មកជួបនិងសុំអភ័យទោសផ្ទាល់ស្នេហារបស់ពួកគេបានសងវិញដូចនិទានពេលកុមារពៅលីណានិងរ៉ូនីបានរៀបការជាមួយគ្នា
មានពិធីសាមញ្ញប៉ុន្តែពោរពេញដោយភាពសប្បាយរីករាយពួកគេមានកូន2 នាក់ហើយបន្តអាជីវកម្មជួយសហគមន៍ស្នេហារបស់ពួកគេក្លាយជាគំនិតអនុស្សាវរីយ៍ដល់យុវជនក្នុងភូមិថាស្នេហាពិតមិនអាចបំបែកដោយជាតិភាពឋានៈឬលុយបានទេចារឿងនេះបានចប់ហើយ admin សូមឲ្យបងប្អូនជួយចុច like subscribe បើសិនជាចង់បានវីដេអូថ្មីទៀតចាអរគុណជម្រាបលា